ូមិដូងគឺជាភូមិតូចមួយដែលស្ថិតនៅជាប់នឹងមាត់ព្រៃក្រាស់មួយកន្លែងអ្នកភូមិនៅទីនោះភាគច្រើនប្រកបរបរធ្វើស្រែនិងរកអនុផលព្រៃឈើពេលថ្ងៃភូមិនេះមើលទៅស្ងប់ស្ងាត់ធម្មតាតែពេលយប់វិញគ្រប់ផ្ទះទាំងអស់តែងបិទទ្វារជិតឈឹងមិនសូវមានអ្នកណាហ៊ានចេញក្រៅផ្ទះឡើយចាស់ក្នុងភូមិតែងនិយាយតគ្នាថានៅជ្រៅក្នុងព្រៃនេះមានវិញ្ញាណខ្មោចព្រៃដ៏កាចសាហាវមួយដែលគ្មានអ្នកណាធ្លាប់ឃើញមុខច្បាស់នោះទេអ្នកខ្លះថាវាមានរាងដូចមនុស្សខ្ពស់ស្គមសក់វែងអូសដីអ្នកខ្លះទៀតថាវាដើរដោយមិនប៉ះដីហើយភ្នែករបស់វាក្រហមដូចដុំភ្លើងយប់ណាដែលខ្យល់បក់ខ្លាំងពីក្នុងព្រៃអ្នកភូមិនឹងឮសំឡេងសើចល្វើយលាយឡំជាមួយនឹងសំឡេងសត្វព្រៃយំសំឡេងនោះធ្វើឲ្យឆ្កែក្នុងភូមិស្រែកលូផ្អើលគ្រប់ផ្ទះមានលោកយាយចំណាស់ម្នាក់ឈ្មោះយាយនឿនអាយុជាង60ឆ្នាំគាត់រស់នៅម្នាក់ឯងក្នុងខ្ទមតូចក្បែរមាត់ព្រៃនោះទោះជាអ្នកភូមិព្រមានកុំឲ្យគាត់ចូលព្រៃនោះយ៉ាងណាក៏ដោយក៏គាត់នៅតែចូលទៅក្នុងព្រៃរកអូសរាល់ថ្ងៃព្រោះគ្មានកូនចៅណាមកមើលថែរក្សាគាត់ឡើយល្ងាចមួយមេឃចាប់ផ្ដើមងងឹតលឿនជាងធម្មតាខ្យល់ត្រជាក់បក់ចេញពីព្រៃមុខយ៉ាងខ្លាំងរហូតស្លឹកដូងរំញ័រខ្វាត់ខ្វែងអ្នកភូមិម្នាក់បានស្រែកហៅយាយនឿនអើយកុំចូលព្រៃអីថ្ងៃនេះខ្ញុំឮសំឡេងចម្លែកណាស់តាំងពីព្រឹកមកតែយាយនឿនគ្រាន់តែសើចតិចហើយនិយាយថាខ្មោចអីទេហាអញរស់នៅមកដល់អាយុនេះហើយមិនដែលឃើញមានស្អីទេគាត់ក៏កាន់កន្ត្រកដើរចូលព្រៃបាត់ទៅក្នុងអបស្រាលម៉ោងប្រហែល11កណ្ដាលយប់អ្នកភូមិបានឮសំឡេងស្រែករបស់ស្ត្រីចាស់ម្នាក់ចេញពីក្នុងព្រៃជួយខ្ញុំផងបន្ទាប់មកសំឡេងគ្រប់យ៉ាងក៏ស្ងាត់ឈឹងទៅវិញឆ្កែគ្រប់ផ្ទះចាប់ផ្ដើមស្រែកលូខ្លាំងខណៈខ្យល់ត្រជាក់បក់ចូលក្នុងភូមិដូងហាក់បីដូចជាមានអ្វីមួយកំពុងដើរកាត់ព្រឹកឡើងអ្នកភូមិជាច្រើននាំគ្នាចូលព្រៃតាមរកយាយនឿនក្រោយដើរបានមិនឆ្ងាយប៉ុន្មានពួកគេក៏ប្រទះឃើញកន្ត្រកដាក់អូសរបស់យាយនឿនធ្លាក់នៅក្បែរដើមឈើដ៏ធំមួយនៅក្រោមដើមឈើនោះសាកសពយាយនឿនដេកផ្ងាបើកភ្នែកធំមុខស្លេកស្លាំងដូចមនុស្សភ័យខ្លាចខ្លាំងមុននឹងស្លាប់តែអ្វីដែលធ្វើឲ្យអ្នកភូមិកាន់តែព្រឺសម្បូរបំផុតនោះគឺនៅលើដីជុំវិញសាកសពយាយនឿនមានស្នាមដានជើងខ្មៅចម្លែកជាច្រើនវាមិនដូចជាដានជើងមនុស្សទេហើយក៏មិនដូចដានជើងសត្វណាមួយដែរមេភូមិមើលជុំវិញទីនោះទាំងទឹកមុខស្លន់ស្លោមុននឹងនិយាយដោយសំឡេងញ័រវាចេញពីព្រៃហើយចំណែកពីក្រោយដើមឈើធំក្នុងព្រៃងឹតនោះមានស្រមោលខ្ពស់ខ្មៅមួយឈរសម្លឹងមកអ្នកភូមិដោយភ្នែកក្រហមភ្លឺ